បាទអញ្ចឹងជាទូទៅការត្រៀមការជំនួសផ្អែមជាស្ករអាចចន្លោះពី100ទៅ125ណា A1C 5.7 6.4តែបងឡើង6.45ណាអញ្ចឹងការត្រៀមការជំនួសផ្អែមជាទូទៅកម្រចេញរោគសញ្ញាណាតែគាត់បងត្រៀមកើតមែនតែបងចេញរោគសញ្ញាមាននោមញឹកណាទៅហ៎ហើយមានអកកាឡាំងមានឃ្លានមានខ្សោយចិត្តដុំដែរជាតែឃ្លានទៅអានោះសញ្ញាដំបូងគេការជំនួសផ្អែមនោមញឹកពេលយប់បាទតែដោយសារតែខ្ញុំមើលឡើងវិញទៀតការដែលយើងត្រៀមនេះមិនទាន់ចាំបាច់ញ៉ាំថ្នាំទេតែខ្ញុំមកជម្រាបបងអញ្ចឹងបាទអញ្ចឹងមកដល់ឥឡូវអាការៈដែលខ្ញុំជម្រាបបងមិញធ្វើទុកសាមុនដែលយើងត្រៀមហ្នឹងអាការៈធ្វើទុកទៀតអត់ឬមួយឡើងមានហ្នឹងគេអត់មានទេមកគាត់ថាអាចទៅយើងទៅយើងទៅកាត់មិនជឿគូមិនដែរចាចុះការបាត់ចឹងតូចញ៉ាំបាត់ចឹងតូចហ្នឹងទៅវាយុគកាត់បន្ថយច្រើនកាត់បន្ថយច្រើនហេវហត់3ដងទេមាន2យើងមិនសោះ2ដងចាហេវហត់អត់កន្លងចាំឃ្លៀនតែយើងទៅយើងទៅកាត់ហេវទៅមិនអីណាតែឡើងទៅឃ្លៀនដូចមុនហ្នឹងត្រូវហ៎ចាថ្ងៃណាខ្លះថ្ងៃណាអត់បាទតែញ៉ាំច្រើនដូចមុនអត់ចាញ៉ាំបានដូចមុនដែរណាតែគាត់ថាលេងទៅឃ្លៀនខ្លាំងដូចមុនហ្នឹងបាទពេលអញ្ចឹងសញ្ញាជាទូទៅបើបាត់អស់ហើយយើងពូចិត្តតិចណាបាទព្រោះឥឡូវនេះយើងមើលឡើងវិញជាស្ករ104ណាបាទ A1C ចុះមកសល់ 4.6 វិញបាទអញ្ចឹងអត់មានអីយើងរំពឹងថាបើអញ្ចឹងយើងពីរបបអាហារលោកគ្រូបាទអញ្ចឹងអានេះវាបងថាពេលដែលបងមើលឃើញ 6.45 ហ្នឹងណា A1C ជាស្ករ108ហ្នឹងជាទូខ្ញុំមិនជម្រាបបងថាត្រៀមយើងអត់ត្រូវការប្រើប្រាស់ថ្នាំទេខ្ញុំមិនតម្រូវបងលំហាត់ប្រាណណាការផ្លាស់ប្ដូរបរិបទនៃការរស់នៅអញ្ចឹងតាពីការហូបចុកការញ៉ាំភេសជ្ជៈមួយចំនួនធ្វើលំហាត់ប្រាណអញ្ចឹងបងបានធ្វើអ្វីដែលខ្ញុំណែនាំទេចាបងថាមករយៈយើងចុះធ្វើការប្រហែលកន្លះខែហ្នឹងអត់សូវបានទេហាត់ប្រាណព្រោះយើងកោតពីរឿងហ្នឹងអញ្ចឹងតែទោះបីយ៉ាងណារយៈពេលប៉ុណ្ណឹងបងធ្វើបានល្អច្រើនណាព្រោះឥឡូវយើងមើលទៅ A1C 4.6 វិញណាហើយជាស្ករ104គាត់ថាមកល្អធម្មតាច្រើនណាបាទប៉ុន្តែយើងនៅតែអត់ញ៉ាំថ្នាំតែទេបាទគាត់ថាបើសិនជាមកល្អការតាមដានយើងលើកយូររយៈពេលយូរជាងហ្នឹងទៅគាត់ថាយើងធ្លាប់ត្រៀមអញ្ចឹងអ្វីដែលបងបង្ការនៅតែបន្តអ្វីដែលគ្រូជំរាបបងត្រូវតែលំហាត់ប្រាណតមច្នេះ5ពេលមួយចំនួនផ្អែមមួយចំនួនកុំញ៉ាំណាបើជប់ញ៉ាំយូរហើយណាមួយគ្រប់គ្រងការតានតឹងអារម្មណ៍ណាសំខាន់ជាងគេដែលបងត្រូវធ្វើណាជួបលោកគ្រូមករៀនគាត់បាយយើងថាយើងបន្ថយអារម្មណ៍នេះនឹងគិតច្រើនឡើងផ្លេចខូចចម្រោះនោមអញ្ចឹងបាទការនោមញឹកនេះខ្ញុំមិនព្យាបាលទៅលើការនោមញឹករបស់បងព្រោះការនោមញឹករបស់បងតាក់ទងជាមួយនឹងត្រៀមការជំនួសផ្អែមបាទហើយដល់ពេលខ្ញុំឃើញលទ្ធផលការត្រៀមរបស់បងនេះទៀតសោតមិនតម្រូវឲ្យបងញ៉ាំថ្នាំបាទខ្ញុំឲ្យបងលំហាត់ប្រាណតមច្នេះ5អញ្ចឹងទៅឥឡូវចង់មកធម្មតាវិញយើងសប្បាយចិត្តអត់ចាំបាច់ទៅហូបថ្នាំទេណាបាទហើយណាមួយអារម្មណ៍បងស្កប់ផងព្រោះយើងមើលតម្រងនោមល្អអត់ខូចតម្រងនោមបងអញ្ចឹងគាត់អារម្មណ៍បងស្ងប់ទៅយើងទៅ3 4 មុនគេថាអត់អីប៉ុន្តែយើងតែគិតអារឿងខ្លាចខូចហ្នឹងបងគាត់អារម្មណ៍លោកគ្រូនិយាយទៅបកស្រាយអញ្ចឹងតាទៅទៅដូចថាអញ្ចឹងទៅចេះកាត់បន្ថយគិតច្រើនណាបាទអញ្ចឹងតើបងធ្វើតាមអ្វីដែលគ្រូណែនាំបងមានអារម្មណ៍ស្រឡះស្រួលហើយឃ្លានខ្លាំងដូចមុនក៏អត់អត់ខ្លាំងដូចមុនក៏អត់អញ្ចឹងបាទនោមញឹកក៏កាត់បន្ថយទៅល្អមែនទេណា6.45មកដល់ 4.9 ណាជាស្គម108ឥឡូវ304អញ្ចឹងភាសាណាហើយយើងមិនរំពឹងថាបងមានជំនួសផ្អែមទេឲ្យតែបងធ្វើការអ្វីដែលបងបាទមិនគាត់ជួយអស់បាទនេះមក GFR អីនោះស្អាតបងបាទធម្មតាអត់អីទេណាអញ្ចឹងអត់មានអីត្រូវភាសាឆ្នាំទៅតែលឿនមុនទេបងបន្តធ្វើតាមអ្វីដែលខ្ញុំណែនាំណារបបអាហារហាត់ប្រាណការពារមកទាំងហ្នឹងទៅអត់មានញ៉ាំឆ្នាំទេបន្តតាមហ្នឹងគាត់ថាយើងពជាពេលយូរជាងមុនទៀតទៅណា